មួយប្រកួតកាន់តែល្អពីរប្រកួតកាន់តែល្អឌីមសរុំមកមួយប្រកួតនេះគឺធ្វើឲ្យដៃគូរបស់គាត់កីឡាករចិនណាគឺមិនអស់ចិត្តទេឥឡូវទៅបបួលគ្រូគេដែលអ្នកកាន់ស៊ីបឲ្យគេណាហើយក៏ដូចជាកំពុងតែប្រហាត់ដូចជាកីឡាករដែលចាញ់ឌីមសរុំកាលពីថ្ងៃមុនហ្នឹងណាឥឡូវមិនអស់ចិត្តទេគេចង់មកជួបឌីមសរុំណាព្រោះអីដែលសារតែឃើញការប្រកួតស្វិតស្វាញខ្លាំងមែនទែនហើយបងប្អូនយើងអ្នកគ្រប់ត្រូលហ្នឹងគឺវេកញែកខ្លាំងណាស់ថាឌៀមសរុំមកលើកនេះគឺល្អខ្លាំងមែនទែនទាំងគេហៅថាវាយគុណខ្មែរទាំងវាយឃីកគឺល្អខ្លាំងហ្មងណាល្អខ្លាំងមែនទែនតើសើមិនបាច់ដាច់ពីមាត់ទេបាទហ្វេនបាទឥឡូវនេះកំពុងតែគេហៅថាខាងចិនហ្នឹងគេអត់អស់ចិត្តទេបងប្អូនបាទសិស្សអត់អស់ចិត្តអីឥឡូវទៅបបួលគ្រូគេហ្នឹងណាថាចង់ឲ្យមកជួបជាមួយនឹងឌីមសរុំពួកអីឃើញឌីមសរុំគាត់វាយល្អពេកបងណាវាយល្អពេកឥឡូវខាងចិនគេអត់សុខចិត្តទេគេចង់មកបបួលឌីមសរុំដាក់ម្ដងទៀតបាទអញ្ចឹងអត់អីទេបាទខាងកម្ពុជាយើងឌីមសរុំគេឃើញមានអេមីនគេទៅសួរឌីមសរុំថាមិនដែរបើខាងចិនដែលគេចាញ់ថ្ងៃប្រកួតឃីកណាឥឡូវនេះគេសុំមកជួបជាមួយនឹងឌីមសរុំម្ដងទៀតថាតើឌីមសរុំទទួលអត់ប៉ុន្តែគ្រាន់តែថាមិនមែនកីឡាករម្នាក់ហ្នឹងឯងគឺគ្រូអ្នកវឹកហាត់ម្នាក់ហ្នឹងបាទគេចង់ជួបឌីមសរុំឲ្យយយគ្រាន់តែលឺហើយគឺញាក់សាច់ហ្មងបាទឌីមសរុំឆ្លើយតបស្រួលថាអត់អីទេឲ្យតែគីឡូស្មើគ្នាវាយបានអាស្រ័យទៅលើខាងម្ចាស់ក្លឹបក៏ដូចជាគ្រូវឹករបស់ឌីមសរុំឯងប៉ុន្តែឲ្យតែគីឡូត្រូវគ្នាឌីមសរុំអត់ខ្លាចទេគាត់ថាអត់ខ្លាចទេដាក់មកគាត់លេងទាំងអស់តើសារសមត្ថភាពរបស់គាត់មួយរយៈចុងក្រោយគាត់មិនវាយញឹកញាប់ណាស់ណាទេបាទឌីមសរុំយូរគាត់វាយម្ដងណាតែសមត្ថភាពវិញមិនបាច់និយាយទេបងប្អូនហើយគឺលេចធ្លោខ្លាំងមែនទែនខ្ញុំហ៊ាននិយាយថាមកដល់ពេលនេះនៅក្នុងស្រុកខ្មែរប្រភេទគីឡូប៉ុណ្ណឹងណាអ្នកដែលជួបឌីមសរុំខ្ញុំហ៊ាននិយាយដឹងតែហៀទឹកមាត់ហើយបាទឌីមសរុំមកដល់ពេលនេះគឺឈរការ៉េត A ហើយបងប្អូនការ៉េត A ទាំងវាយ kick ទាំងវាយលក្ខណៈគុណខ្មែរគឺល្អហើយច្បាស់ហើយបងប្អូនបច្ចេកទេសគឺមួយច្បាស់ហើយខ្លឹមទៀតបងប្អូនណាខ្លឹមទៀតខ្ញុំស្រឡាញ់ក្បាច់វាយរបស់គាត់ជាពិសេសគឺគិចបងប្អូនណាគិចមកស្រូវមិនមែនថាគេវាយអត់ចំទេគេចំដែរឧទាហរណ៍ថា10ដៃទេត្រូវ3ដៃដែរណាបងប្អូនប៉ុន្តែគ្រាន់តែថាមិនត្រូវឲ្យធ្ងន់ណាស់ណាទេព្រោះឯដោយសារតែបច្ចេកទេសក្នុងការគិចរបស់គាត់ខ្ញុំឃើញថាល្អខ្លាំងព្រោះឯដោយសារតែគាត់បានវឹកហាត់លក្ខណៈសកលអាជីពនៅក្លឹបមេនីប៉ាកេអាវផងហើយអញ្ចឹងណាមិនថាលើកពីសមត្ថភាពគាត់ហើយអត់ឃើញពីការខិតខំប្រឹងប្រែងរបស់គាត់ទេបើគាត់ប្រឹងវឹកហាត់ប្រឹងបុកវឹកហាត់បន្តទៀតនៅរក្សាបច្ចេកទេសហើយគឺគាត់វឹកហាត់ថែមទាំងមានបច្ចេកទេសពិសេសល្អទៀតខ្ញុំហ៊ាននិយាយថាអនាគតទៅហេរ៉ូហើយបងប្អូនគឺបងប្អូនហ្វេនចង់ឃើញការប្រកួតរបស់គាត់ច្រើនហើយព្រោះដោយសារតែមួយប្រកួតទៅមួយប្រកួតរបស់គាត់គឺគាត់ធ្វើបានល្អរហូតហើយមួយវិញទៀតគឺធ្វើឲ្យដៃគូនឹងភាគច្រើនគាត់វាយមិនដៃគូមិនឲ្យស្លាប់មែនក៏ប៉ុន្តែគឺនិយាយទៅគឺល្អមើលខ្លាំងគាត់ល្អមើលខ្លាំងទាំងការចេញចូលទាំងការវាយតបតទាំងការដើរចូលវាយគឺមានអារម្មណ៍ថាមើលហើយចង់មើលទៀតមើលហើយចង់មើលទៀតកីឡាករគុណខ្មែរឲ្យតែមានសមត្ថភាពបែបនេះខ្ញុំជឿជាក់ថាអនាគតគឺចេញទៅប្រទេសក្រៅទោះជាចាញ់ឈ្នះក៏ដោយខ្ញុំនៅតែលើកទឹកចិត្តណាជាពិសេសទៅតាក់ទងជាមួយនឹងទៅឡើងសង្វៀនធំឲ្យគេឃើញក្បាច់គុណខ្មែរម្ដងព្រោះអីដោយសារតែពេលខ្លះទៅភាគច្រើនគេឃើញធ្លាប់តែឃើញតែកីឡាករបុកដល់ពេលគាត់វាយបែបបច្ចេកទេសហើយគិចបែបនេះខ្ញុំហ៊ាននិយាយថាដឹងតែហ្វេននៅក្រៅប្រទេសគាត់លន់មាត់ហ្មងអញ្ចឹងអត់អីទេចាំមើលថាតើគ្រូរបស់កីឡាករចិនដែលចាញ់វាយលក្ខណៈ kickboxing ឯមុននេះថាតើអាចជួបជាមួយនឹងឌីមសរុំបានឬមួយក៏យ៉ាងណាខ្ញុំហ៊ាននិយាយថាឌីមសរុំវឹកហាត់បន្តទៀតគាត់ថែរក្សាការវឹកហាត់ទម្លាប់របស់គាត់ឲ្យល្អទៀតខ្ញុំហ៊ាននិយាយថាបើជួបជាមួយនឹងកីឡាករចិនម្នាក់នេះដឹងតែបងប្អូនយើងអង្គុយចាំមើលបងប្អូនអស់វីដេអូទៅដឹងតែឃើញឌីមសរុំហើយអ្នកណាមិនស្គាល់ក្មេងតូចបាទឌីមសរុំវឹកហាត់តាំងពីទូចអាយុ4-5ឆ្នាំថា7ឆ្នាំចុះបាទតាំងពីទូចហាត់វឹកហាត់បាទអត់ចោះចាញ់ក្នុងការវឹកហាត់ទេបាទខិតខំប្រឹងប្រែងមែនទែនបើឃើញវីដេអូគាត់នៅក្នុង page របស់គាត់ណាបាទទីបំផុតដល់ពេលគាត់វ័យប៉ុណ្ណេះឃើញភាពរីកចម្រើនរបស់គាត់បែបនេះទៀតគឺសប្បាយចិត្តខ្លាំងមែនទែនជាពិសេសគឺដៃឆ្វេងរបស់គាត់ហើយនឹងភាពគិច
រហ័សរហួនហើយទន់ល្វន់អូនិយាយទៅគឺមានអារម្មណ៍ថាតសើអញ្ចឹងថាមនុស្សតន់តែមានទេពកោសល្យបូករួមជាមួយនឹងការខិតខំប្រឹងប្រែងនិងការហ្វឹកហាត់ណាបានអាចរកភាពជោគជ័យបានសង្ឃឹមថាឌីមសរ៉ុមនឹងរក្សាអ្វីដែលជាខ្លួនឯងហើយនឹងរក្សាមុខមាត់ប្រទេសដើម្បីកិត្តិយសកម្ពុជាយើងជាពិសេសចង់ឃើញឌីមសរ៉ុមទៅក្រៅប្រទេសបើវាយមិនដែរបើអត់បានទៅក្រៅប្រទេសទៀតអេដមីននឹងឆ្ងល់ដីឆ្ងល់ប៉ុណ្ណាទេព្រោះអីចង់ឃើញព្រោះអីដោយសារតែទោះគាត់វ័យគាត់ប៉ុណ្្នឹងមែនខ្ញុំជឿជាក់ថាចង់ឲ្យគាត់ចេញឲ្យបានច្រើនហើយមួយវិញទៀតគឺរក្សាទម្រង់ឲ្យខ្លាំងបែបនេះទៅទៀតខ្ញុំជឿជាក់ថាអនាគតទៅគាត់នឹងហេរ៉ូហើយប្រចាំស្រុកខ្មែរបាទបើយើងធៀបទៅនឹងពីជំនាន់មុនណាបងប្អូនស្គាល់ហើយហេរ៉ូមានវ៉នវីវ៉ាមានកីឡាករផ្សេងទៀតច្រើនណាប៉ុន្តែចង់ឃើញកីឡាករឥឡូវហ្នឹងដែលគាត់កំពុងតែមានសមត្ថភាពណាហើយជូនពរឲ្យកីឡាករទាំងអស់ឲ្យខិតខំប្រឹងប្រែងណាបន្តការហ្វឹកហាត់ឲ្យលិតដុំខ្លួនឯងល្អព្រោះអីកម្មវិធីមានច្រើនណាសំខាន់បើយើងមិនខំប្រឹងទេអត់មានណាគេមកជួយយើងបានទេដូចទីមសរំអញ្ចឹងគាត់វឹកហាត់ដល់ហើយល្អបែបនេះខ្ញុំគិតថាអនាគតទៅគាត់មិនក្រហើយក៏មិននេះដែរបងប្អូនមិនធ្វើឲ្យពុកម៉ែបងប្អូនយើងខកចិត្តដែរខ្លាចថាយើងបោះបង់ចោលឬមួយក៏បាក់ទឹកចិត្តត្រង់ណាមួយអាហ្នឹងអត់ដឹងទេប៉ុន្តែបើគាត់នៅតែបន្តធ្វើបែបហ្នឹងជាលក្ខណៈអាជីពខ្ញុំគិតថាអនាគតទៅ fan ពេញចិត្តស្ដោកអរគុណ share វីដេអូមួយនេះបើចង់ឃើញឌីមសរំប្រកួតជាមួយនឹងគេហៅថាអ្នកកាន់ស៊ីបក៏ដូចជាគ្រូរបស់ចិនដែលប្រកួត kickboxing ឈ្នះថ្ងៃមុនណាចាំមើលថាជួបគ្នាអត់